ជួយលើកដំបូងបង្អស់តាមខ្ញុំទៅដល់អាឡម៉ង់ឆ្នាំ2004កាលហ្នឹងអត់មានលុយមានអីទេពីអ្នកប្អូនស្រីរបស់ខ្ញុំបូនីតាចាគឺនឹងស្វាមីគឺគាត់តាក់ទងទៅខាងមន្ទីរពេទ្យចាប្រមូលសម្ភារៈសុំគេអា second hand របស់គេគេឆេចាគ្រឿងម៉ាស៊ីនស្អីគេដូចក្នុងពេទ្យប្រើប្រាស់ចាឧបករណ៍ពេទ្យណាមានក្រែមានម៉ាស៊ីននេះម៉ាស៊ីននោះអីចឹងទៅគេឈប់ប្រើតែនៅល្អយើងសុំគេមកប្រហែលកុងកណឺហ្នឹងយើងសុំគេទៅហើយដើរប្រមូលកៅអៅណាដែលគេឈប់ពាក់ហ្នឹងប្រមូលមកបត់ដាក់ស្អាតបោកស្អាតដាក់ចូលកេសវ៉ែនតាកង់អីហ្នឹងប្រមូលយកមកហើយយើងក៏អត់មានលុយខ្លួនឯងដែរទៅរួមទៅច្រៀងអីណាបងអូនស្រីខ្ញុំឡើងច្រៀងបងអូនស្រីបងតាឡើងច្រៀងស្អីគេរូបអូនមិនល្អសាច់ខ្មៅស្បែកចារូបខ្មៅអីនោះចាហើយក៏បានប្រមូលលុយមកជា concert របស់ខ្មែរយើងនៅខេត្តបងនៅហ្នឹងចាហើយក៏យកទៅដាក់ផ្ញើតាមកុងកណឺពីអាឡម៉ង់ទៅស្រុកខ្មែរដើម្បីជួយដល់ទីពេទ្យយើងចាដល់លើកទី1ដល់ពេលបន្ទាប់មកទៀតមានលុយក្រោយមកទៅបាន3-4-5ឆ្នាំមុនជួយប៉ុន្តែអត់បែរផុសដែរអត់ចេះផុសចេះអីទេរាប់រយនាក់អីទៅប្រមូលជនពិការចាស់ជរានៅភូមិក្មួយខ្ញុំធ្លាប់នៅមួយបងស្រីខ្ញុំនៅតែខ្មៅហ្នឹងបែកទៅហ្នឹងគេស្គាល់អស់ហើយឲ្យគាត់ទៅធ្វើកង់ធ្វើអីឲ្យផ្ញើឲ្យគាត់ម្នាក់2000-1000ឡើងរាប់រយនាក់ចាក៏អត់ដែរបានផុសដែរគាត់ថាប្រមូលទាំងអស់មកសរុបទៅប៉ុណ្ណឹងអញ្ចឹងណាចាហើយបើបន្តទៀតក៏ចាប់ដើមជួយបន្តនៅពេលដែលលទ្ធភាពយើងកាន់តែច្រើនលុយយើងមានកាន់តែច្រើនក៏បន្តជួយហើយជួយលុយផ្ទាល់ខ្លួនទេអត់មានមកពីណាទេពីអ្នកប្តីសុំប្តីថាបងខ្ញុំចង់ជួយដល់ប្រទេសកម្ពុជាខ្ញុំប្រជាជនខ្ញុំគាត់ខ្វះខាតពិការអីចឹងណាចាដល់បងផនផាឡាកូនកំព្រាអញ្ចឹងទៅចាហើយចង់ជួយហ្នឹងជួយតាំងពីចិត្តចង់តាំងខ្ញុំនៅក្មេងថាមានតិចតួចអីអ្នកសុំទានអីចាស់ជរាអីចឹងណាដឹកកង់ឃើញគាត់ដើរអីច្រត់ចឹងទៅដឹកកង់តាំងពីភូមិមួយទៅភូមិមួយចឹងទៅហ្នឹងចិត្តយើងជួយដោយអត់ចង់បានអីដោយស្រឡាញ់អាណិតឲ្យឃើញចាស់អីគ្រាអីហ្នឹងជរាអីហ្នឹងអ្នកសុំទានអីហ្នឹងអាណិតអីចាតិចច្រើនឯងជូនគាត់អីអាហ្នឹងចិត្តយើងតាំងពីកើតពីមកទូចមកអញ្ចឹងហ្មងចាដល់ឥឡូវដែលយើងមានឱកាសហើយព្រោះយើងធ្លាប់ពីមុនមកអត់យើងធ្លាប់លំបាកកំសត់អញ្ចឹងយើងដឹងថាពេលដែលមានអីមួយជួយយើងឲ្យយើងអ្នកណាឲ្យយើងអីមួយសប្បាយចិត្តណាស់រីករាយណាស់យើងធ្លាប់វេទនាអញ្ចឹងដល់ពេលឥឡូវយើងជួយចែករំលែកសេចក្តីសុខអ្វីដែលយើងមានហ្នឹងទៅអ្នកដែលគាត់កំពុងខ្វះខាតអញ្ចឹងខ្ញុំដឹងថាគឺខ្ញុំមានក្តីសុខបំផុតដែលបានខ្ញុំជួយដល់អ្នកដែលគាត់កំពុងខ្វះខាតចា